រឿងនេះចាប់ផ្ដើមជាមួយនារីវ័យក្មេងម្នាក់ឈ្មោះអាណាដែលសម្រេចចិត្តរៀបការជាមួយបុរសវ័យចំណាស់ម្នាក់ឈ្មោះ Frosco អាណាគិតថាការរៀបការនេះអាចជួយឲ្យនាងគេចផុតអំពីជីវិតដ៏លំបាកនិងផ្ដល់អនាគតល្អជាងមុនសម្រាប់នាងព្រមទាំងកូនស្រីតូចរបស់នាងឈ្មោះ Santina ប៉ុន្តែអាណាមិនដែលនឹកស្មានថាការចូលរួមជាមួយគ្រួសារថ្មីនេះនឹងធ្វើឲ្យនាងធ្លាក់ចូលទៅក្នុងទំនាក់ទំនងដ៏រញ៉េរញ៉ៃដំបូងយើងបានជួប Frosco ដែលជាអ្នកបើករថយន្តដឹកទំនិញនិងជាម្ចាស់អាជីវកម្មម្នាក់ថ្មីនេះគាត់បានរៀបការជាមួយអាណាដែលមានអាយុតិចជាងគាត់ច្រើនសមាជិកគ្រួសាររបស់ Frosco មិនសូវពេញចិត្តចំពោះការរៀបការនេះឡើយពួកគេសង្ស័យថាអាណាប្រហែលជារៀបការជាមួយ Frosco ដោយសារតែចង់បានប្រាក់របស់គាត់ប៉ុណ្ណោះជាពិសេសអាណាមានកូនស្រីតូចម្នាក់ត្រូវមើលថែរួចទៅហើយប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែមានអារម្មណ៍អាក្រក់ចំពោះអាណាទេប្អូនស្រីរបស់ Fosco ឈ្មោះ Finonda គឺជាមនុស្សចិត្តល្អហើយនាងបានទទួលយកអាណាយ៉ាងកក់ក្ដៅហើយថែមទាំងស្ម័គ្រចិត្តមើលថែ Santina រយៈពេល 2-3 ថ្ងៃដើម្បីឲ្យអាណានិង Fosco អាចទៅក្រេបទឹកឃ្មុំបាននៅពេលគ្រួសារថតរូបជាមួយគ្នាកូនប្រុសរបស់ Fosco ឈ្មោះ Livio នៅឈរពីក្រោយដោយទឹកមុខមិនសូវសប្បាយចិត្តសម្រាប់ពួកគេអាណាមិនមែនជាការចាប់ផ្ដើមជីវិតថ្មីរបស់ឪពុកទេប៉ុន្តែជាការរំលឹកដល់ម្ដាយដែលបានស្លាប់ទៅបន្ទាប់ពីពិធីអបអរអាណានិង Fosco ត្រៀមចេញដំណើរទៅក្រេបទឹកឃ្មុំប៉ុន្តែមុនពេលពួកគេចេញទៅមិត្តភ័ក្តិរបស់ Fosco ម្នាក់បានដើរមកដល់ហើយ Fosco ក៏ចេញទៅជាមួយគេភ្លាមដោយប្រាប់អាណាថាគាត់នឹងត្រឡប់មកវិញឆាប់ក្នុងពេលនោះ Livio ចូលមកក្នុងផ្ទះដើម្បីបដូរសម្លៀកបំពាក់អាណាព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយគេដោយសួរថាពេលគេទៅធ្វើដំណើរក្រេបទឹកឃ្មុំនឹងតើ Livio ចង់បានអីអត់ Livio ញញឹមបន្តិចហើយឆ្លើយថាគេមិនចង់បានអ្វីទេប៉ុន្តែអ្វីដែលគេចង់បានគឺចង់ឲ្យគ្រួសាររបស់គេចុះសម្រុងនឹងគ្នាជាងនេះនៅម្ខាងទៀត Fosco និងមិត្តភ័ក្តិរបស់គេកំពុងធ្វើរឿងខុសច្បាប់ពួកគេបានលួចនៅបុរាណដើម្បីស្វែងរកវត្ថុបុរាណដែលមានតម្លៃលាក់នៅក្នុងនៅយប់នោះពួកគេស្ទើរតែត្រូវបានប៉ូលីសចាប់ប៉ុន្តែអាចរត់គេចខ្លួនបានហើយ Fosco ត្រឡប់មកផ្ទះវិញនៅពេលយប់ដោយសារវាយឺតពេកគាត់មិនអាចធ្វើដំណើរទៅក្រេបទឹកឃ្មុំបានទេដូច្នេះគាត់សម្រាកនៅផ្ទះជាមួយអាណាហើយក្រុងចេញដំណើរនៅថ្ងៃបន្ទាប់ប៉ុន្មានថ្ងៃក្រោយមក Livio ចេញទៅឆ្នេរជាមួយមិត្តភ័ក្តិក្មេងស្រីម្នាក់ឈ្មោះStella ដែលលួចមានចិត្តលើ Livio បានយកក្រដាសមួយសន្លឹកទៅទុកលើម៉ូតូរបស់គេពេលមិត្តភ័ក្តិរបស់ Livio ឃើញពួកគេនាំគ្នាសើចចំអក Stella ដោយនិយាយថានាងនៅក្មេងពេកហើយមិនដូចក្មេងស្រីដទៃទេក្រោយពេលអាណានិង Fosco ត្រឡប់មកផ្ទះ Santina រត់មករកម្ដាយដោយក្តីរីករាយអាណាក៏យកកាដូតូចមួយទៅជូន Finonda ផងដែរដើម្បីអរគុណចំពោះការជួយមើលថែកូនរបស់នាងអាណាទទួលស្គាល់ថានាងនៅមិនទាន់យល់ច្បាស់អំពីប្តីរបស់នាងឡើយចំណែក Fosco ក៏មានកាដូមួយសម្រាប់ Livio ផងដែរប៉ុន្តែទំនាក់ទំនងរវាងឪពុកនិងកូននៅតែតានតឹងក្រោយមកនៅពេលពួកគេចុះពីលើឡានដឹកទំនិញ Fosco និយាយពាក្យធ្ងន់ៗទៅកាន់ម្ដាយដែលបានស្លាប់របស់ Livio ពួកពាក្យទាំងនោះធ្វើឲ្យ Livio ខឹងយ៉ាងខ្លាំងហើយអាណាក៏បានឃើញចំនួននេះបន្ទាប់មកអាណាព្យាយាមប្រាប់ Fosco ថាកុំឲ្យធ្វើអញ្ចឹងដាក់កូនប៉ុន្តែ Fosco មិនស្ដាប់គាត់គ្រាន់តែសើចហើយសន្យាថានឹងព្យាយាមកែប្រែបន្តិចម្ដងអាណាចាប់ផ្ដើមទទួលបានការស្រឡាញ់អំពីមនុស្សជាច្រើននៅក្នុងគ្រួសារប៉ុន្តែនាងនៅតែជួបការរិះគន់ពីមនុស្សមួយចំនួនជាពិសេស Stella ដែលមានអារម្មណ៍ច្រណែននឹងនាងនិងUmberto ដែលជឿថាអាណាចង់បានតែទ្រព្យសម្បត្តិរបស់ Fosco អាណាព្យាយាមស្និទ្ធស្នាលជាមួយ Livio ប៉ុន្តែនាងយល់ថាគេមិនទាន់អាចទទួលយកនាងជាម្ដាយថ្មីនៅឡើយដូច្នេះនាងមិនបង្ខំគេទេថ្ងៃមួយ Fosco ត្រឡប់មកផ្ទះមុនពេលកំណត់ហើយគ្រួសារទាំងអស់ក៏សម្រេចចិត្តទៅញ៉ាំអាហារនៅខាងក្រៅនៅពេលនោះ Fosco និយាយថាមានបរិសុទ្ធអ្នកមានម្នាក់ចង់ឲ្យ Livio រៀបការជាមួយកូនស្រីរបស់ខ្លួនប៉ុន្តែ Fosco មិនយល់ព្រមព្រោះគាត់ដឹងថាបរិសុទ្ធអ្នកមានអាជីវកម្មមិនស្អាតនៅក្នុងទីក្រុងមនុស្សជាច្រើនក៏ចាប់អារម្មណ៍នឹងសម្រស់របស់អាណាពេលវេលាកន្លងទៅ Santina ចាប់ផ្ដើមមានអារម្មណ៍ថានាងជាសមាជិកពិតប្រាកដម្នាក់នៃគ្រួសារហើយនាងក៏ស្និទ្ធស្នាលជាមួយគេគ្រប់គ្នាថ្ងៃមួយ Livio បានសួរអាណាថាតើស្នេហាពិតមានន័យដូចម្ដេចអាណាញញឹមហើយប្រាប់គេថាស្នេហាជារឿងផ្អែមល្ហែមនិងរ៉ូមែនទិកប៉ុន្តែ Livio បែរជានិយាយថាសម្រាប់គេស្នេហាគឺជាការឈឺចាប់ក្នុងពេលនោះ Fosco ចូលមកហើយហៅកូនប្រុសឲ្យទៅជាមួយគេទៅទីក្រុងដើម្បីមើលការប្រណាំងប៉ុន្តែ Livio មិនព្រមទៅក្រោយមកUmberto បាននិយាយជាមួយ Livio ថាឪពុករបស់គេចូលចិត្តបង្ហាញខ្លួននៅទីសាធារណៈជាមួយប្រពន្ធវ័យក្មេងរបស់ខ្លួនដើម្បីឲ្យគេមើលឃើញ
បន្ទាប់ពីត្រឡប់មកផ្ទះ Fosco ទុកអាណានៅផ្ទះប៉ុន្តែគាត់មិនបានសម្រាកទេគាត់ចេញទៅជាមួយមិត្តភ័ក្តិម្ដងទៀតដើម្បីលួចកោះភ្នូបុរាណផ្សេងលើកនេះពួកគេរកឃើញវត្ថុបុរាណពិតៗជាច្រើន Fosco រំភើបយ៉ាងខ្លាំងហើយគ្រោងយកវត្ថុទាំងនោះទៅលក់ឲ្យអ្នកប្រមូលវត្ថុបុរាណដើម្បីរកប្រាក់យ៉ាងច្រើនគាត់បានព្រមានមិត្តភ័ក្តិរបស់គេឲ្យរក្សារឿងនេះជាការសម្ងាត់ប៉ុន្តែសម្ងាត់មួយនេះមិនអាចលាក់បានយូរទេនៅព្រឹកបន្ទាប់សាន់ទីណាបានដឹងអំពីវត្ថុបុរាណទាំងនោះហើយក្មេងៗផ្សេងទៀតក៏ចង់ឃើញវាដែរ Fosco ខឹងយ៉ាងខ្លាំងដែលរឿងសម្ងាត់របស់គេត្រូវបានអ្នកផ្សេងដឹងហើយគាត់សួរអាណាថាតើកូនស្រីរបស់នាងបានដឹងរឿងនេះដោយរបៀបណាអាណាប្រាប់ថាប្រហែលជាសាន់ទីណាបានឮពួកគេនិយាយដោយចៃដន្យប៉ុន្តែ Fosco មិនព្រមទទួលយកការបញ្យល់ Livio ក៏ចូលមកប្រឈមមុខនឹងឪពុកហើយហៅ Fosco ថាជាមនុស្សមុខពីរព្រោះខាងក្រៅគាត់និយាយថាស្រឡាញ់ប្រទេសរបស់ខ្លួនប៉ុន្តែបែរជាលួចយកវត្ថុបុរាណរបស់ប្រទេសទៅលក់ឲ្យប្រទេសដទៃចំនួនកាន់តែខ្លាំងឡើងរហូតដល់ Livio ក្រោកដើរចេញអំពីតុអាណាព្យាយាមលួងលោមគេដោយយកអាហារឲ្យប៉ុន្តែ Livio បដិសេធហើយសុំឲ្យគេទុកគេនៅម្នាក់ឯងយប់នោះអាណាបានប្រាប់ Fosco ថាគួរតែព្យាយាមសាសាជាមួយកូនប្រុស Fosco ទទួលស្គាល់ថាវាជាកំហុសគាត់ដែរហើយសន្យាថានឹងព្យាយាមថ្ងៃបន្ទាប់មិត្តភ័ក្តិរបស់ Livio នៅតែបន្តចំអកអំពី Stella ដែលតែងតែឈមមើលគេពីចម្ងាយល្ងាចមួយ Livio បានចាប់ផ្ដើមសន្ទនាជាមួយអាណាហើយសួរអំពីស្នេហាដំបូងរបស់នាងអាណាប្រាប់ថាកាលពីមុននាងធ្លាប់ស្រឡាញ់បងប្អូនជីដូនមួយម្នាក់ប៉ុន្តែក្រោយមកគាត់បានទៅរស់នៅបរទេសហើយទំនាក់ទំនងរបស់ពួកគេក៏បានបញ្ចប់ Livio មានការភ្ញាក់ផ្អើលចំពោះរឿងនេះថ្ងៃបន្ទាប់កំពុងតែលេងជាមួយស្ត្រីនៅក្នុងតំបន់ហើយពេលនោះនាងបានបាញ់ទឹកលេងនៅចៃដន្យហើយចៃដន្យក៏បានត្រូវទៅលើ Livio ក៏ចូលមកនិយាយជាមួយហើយរត់ដេញអាណាដោយភាពរីករាយមនុស្សជំនវិញនឹងភ្នែកសើចនិងលេងសើចជាមួយពួកគេតែសុភមង្គលមិនបានជួបទេនៅល្ងាចនោះអ្នកជិតខាងដែលមានការព្រួយបារម្ភបានរត់មកប្រាប់អាណាថាប៉ូលីសបានចាប់ខ្លួន Fosco អាណានិង Livio ប្រញាប់ទៅស្ថានីយ៍ប៉ូលីសក៏ព្យាយាមធ្វើឲ្យពួកគេស្ងប់ចិត្តហើយសន្យាថាគាត់នឹងត្រូវបានដោះលែងក្នុងរយៈពេលតែ2ថ្ងៃប៉ុន្តែអាណាបានដឹងថាមិត្តភ័ក្តិរបស់ Fosco បានបោះបង់គាត់ចោលទាំងអស់ពួកគេខ្លាចពាក់ព័ន្ធនឹងរឿងនេះដូច្នេះគ្មាននរណាម្នាក់ហ៊ានជួយគាត់ទេច្រើនថ្ងៃកន្លងផុត Fosco នៅតែជាប់គុកនៅពេលអាណាទៅជួបម្ដងទៀត Fosco សារភាពថានៅពេលប៉ូលីសចាប់ខ្លួនគាត់បានវាយមន្ត្រីប៉ូលីសម្នាក់ទោះជាយ៉ាងណាគាត់បានប្រាប់អាណាកុំឲ្យបាត់បង់ក្តីសង្ឃឹមហើយសន្យាថានឹងដោះស្រាយបញ្ហាទាំងអស់ពេលអាណាត្រឡប់មកផ្ទះនាងភ្ញាក់ផ្អើលពេលឃើញគ្រួសារកំពុងរៀបចំពិធីខួបកំណើតឲ្យ Livioទោះបីស្ថានភាពគ្រួសារកំពុងមានបញ្ហាក៏ដោយអាណាប្រាប់ Finonda ថានាងមានការព្រួយបារម្ភខ្លាំងប៉ុន្តែ Finonda គ្រាន់តែប្រាប់នាងថាអ្វីៗនឹងល្អប្រសើរឡើងអាណាជួយ Livio បត់ខោអាវពួកគេមានពេលវេលាស្ងប់ស្ងាត់ជាមួយគ្នារហូតដល់អ៊ំបេតូជូនពរខួបកំណើត Livio នៅព្រឹកបន្ទាប់ Livio បានដឹងការពិតថាអ៊ំបេតូគឺជាអ្នកបង្ហាញរឿងសម្ងាត់របស់ Fosco ទៅប៉ូលីសហើយនេះជាមូលហេតុដែល Fosco ត្រូវបានចាប់ខ្លួននៅតាមផ្លូវត្រឡប់មកផ្ទះ Livio បានឃើញអាណាកំពុងនិយាយជាមួយបុរសចម្លែកម្នាក់ពេលគេសួរអាណាប្រាប់ថាបុរសនោះកំពុងព្យាយាមជួយដោះស្រាយរឿងដើម្បីឲ្យ Fosco អាចចេញពីគុកប៉ុន្តែ Livio មិនសប្បាយចិត្តទេគេចាត់ទុកថាពួកគេសមនឹងទទួលរងផលវិបាករបស់ខ្លួននិយាយរួមទៅកូននឹងចង់ឲ្យចាប់គុកមកល្ងាចនោះអាណាបានឃើញ Livio អង្គុយម្នាក់ឯងនៅលើកៅអីខាងក្រៅគេមើលទៅពិបាកចិត្តភ័យខ្លាចយ៉ាងខ្លាំងអាណាចូលទៅលួងលោមហើយ Livio ក៏អោបនាងប្រាប់ថាគេកំពុងភ័យនិងព្រួយបារម្ភអំពីអ្វីដែលកើតឡើងថ្ងៃបន្ទាប់អាណាចូលទៅក្នុងផ្ទះដើម្បីយកដបមួយចំនួនសម្រាប់ការងារតែទីនោះនាងឃើញ Livio កំពុងឈឺភ្នែកពេលអាណាចូលទៅជួយ Livio បានធ្វើអ្វីមួយដែលមិនគួរកាត់ឡើងអាណាភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយរត់ចេញអំពីផ្ទះភ្លាមៗដោយភ្លេចសូម្បីតែយកដបដែលនាងយកចូលមកក្រោយមក Livio ព្យាយាមនឹងនិយាយអំពីរឿងដែលបានកើតឡើងតែអាណាប្រាប់គេយ៉ាងម៉ឺងម៉ាត់ថាគួរតែភ្លេចរឿងនេះហើយធ្វើដូចមិនដែលមានអ្វីកើតឡើងប៉ុន្តែសម្រាប់ Livio វាមិនមែនជារឿងដែលអាចបំភ្លេចបានឡើយយប់នោះគេទៅគោះទ្វារបន្ទប់អាណានិងសូមចូលតែអាណាបដិសេធព្រោះនាងដឹងថាប្រសិនបើបន្តទៅមុខវានឹងបំផ្លាញគ្រួសារទាំងមូលនៅព្រឹកបន្ទាប់អាណាដាក់លក្ខខណ្ឌយ៉ាងច្បាស់លើ Livio គេត្រូវតែគ្រប់គ្រងអារម្មណ៍ខ្លួនឯងឬមិនដូច្នោះគេត្រូវចាកចេញអំពីផ្ទះប៉ុន្តែ Livio មិនព្រមចាកចេញឡើយផ្ទុយទៅវិញគេចោទអាណាថា
នាងគ្រាន់តែខ្លាចមិនហ៊ានទទួលស្គាល់ថានាងក៏ស្រឡាញ់គេដែរពេលនេះធ្វើឲ្យអាណាឃើញយ៉ាងខ្លាំងហើយនាងបានទេកំភ្លៀងលីវីយ៉ូដើម្បីបញ្ឈប់ការនិយាយរបស់គេយប់នោះលីវីយ៉ូមិនចង់នៅផ្ទះទេគេទៅជាមួយមិត្តភ័ក្តិហើយពួកគេបានលួចតុលេងនៅមាត់ឆ្នេរបន្ទាប់មកគេបានប្រាប់អាណាថាគេស្រឡាញ់នាងអាណាព្យាយាមធ្វើមិនដឹងប៉ុន្តែលីវីយ៉ូបានបាក់ទឹកចិត្តនឹងយំនៅទីបំផុតអាណាក៏ទទួលស្គាល់ថានាងក៏មានអារម្មណ៍ចំពោះលីវីយ៉ូដែរចាប់ពីពេលនោះមកព្រំដែនដែលអាណាព្យាយាមរក្សាទុកក៏ត្រូវបានបាក់បែកហើយពួកគេចាប់ផ្ដើមមានទំនាក់ទំនងសម្ងាត់នៅថ្ងៃបន្ទាប់អាណាទៅជួបហ្វូស្កូនៅពន្ធនាគារនៅទីនេះហ្វូស្កូបានប្រាប់នាងថាគាត់បានចាប់ផ្ដើមគិតអំពីកំហុសរបស់ខ្លួនជាពិសេសអំពីបរាជ័យក្នុងនាមជាឪពុកពាក្យរបស់គាត់ធ្វើឲ្យអាណាមានអារម្មណ៍ខុសយ៉ាងខ្លាំងព្រោះនាងដឹងថាខណៈដែលប្តីរបស់នាងកំពុងគិតពីកំហុសរបស់ខ្លួននាងកំពុងធ្វើអ្វីមួយដែលអាចបំផ្លាញគាត់ដែរស្គូសង្កេតឃើញអាណាកំពុងលាក់រឿងការឈឺចាប់ស្គូសង្កេតឃើញអាណាដូចកំពុងលាក់បាំងអ្វីមួយហើយគាត់ក៏ប្រាប់នាងថាបើសិនបើនាងចង់យំនាងអាចយំបានព្រោះគាត់យល់ពីការភ័យខ្លាចនិងការឈឺចាប់របស់នាងបន្ទាប់ពីត្រឡប់មកផ្ទះលីវីយ៉ូនិងអាណានៅតែបន្តជួបគ្នាវាយឡើងដោយសម្ងាត់ប៉ុន្តែពេលមួយពួកគេត្រូវបានស្តេឡាឃើញស្តេឡាបានលាក់ខ្លួនក្នុងទូខោអាវហើយបានឃើញអាណានិងលីវីយ៉ូនៅជាមួយគ្នាអាណាភ័យស្លន់ស្លោព្រោះនាងដឹងថាប្រសិនបើស្តេឡាប្រាប់អ្នកដទៃអ្វីៗនឹងត្រូវចប់តែម្ដងប៉ុន្តែលីវីយ៉ូប្រាប់អាណាថាមនុស្សផ្សេងៗប្រហែលជាមិនជឿស្តេឡាទេពាក្យទាំងនេះធ្វើឲ្យអាណាស្ងប់ចិត្តប៉ុន្តែវាក៏បង្ហាញថាទំនាក់ទំនងរបស់ពួកគេកាន់តែគ្រោះថ្នាក់ព្រឹកបន្ទាប់ពីនងដាមកដល់ផ្ទះជាមួយដំណឹងល្អថាហ្វូស្កូនឹងត្រូវបានដោះលែងនៅថ្ងៃបន្ទាប់ដំណឹងនេះធ្វើឲ្យអាណាមានអារម្មណ៍ខកកាន់តែខ្លាំងនាងមិនអាចទ្រាំនឹងការលាក់បាំងទៀតហើយសម្រេចចិត្តប្រាប់ការពិតទៅហ្វីណង់ដានៅពេលបានលើការសារភាពហ្វីណង់ដាមានការភ្ញាក់ផ្អើលនិងរន្ធត់យ៉ាងខ្លាំងប៉ុន្តែនាងមិនអោយអាណាប្រាប់អ្នកណាទៀតទេនាងប្រាប់ថាអាណាប្រសិនបើមានការអ្វីត្រូវនិយាយមិនបាច់និយាយទេពួកវាអាចធ្វើឲ្យគ្រួសារនឹងបែកបាក់ដូច្នេះនៅថ្ងៃដែលហ្វូស្កូបានដោះលែងគ្រួសារទាំងមូលនាំគ្នារៀបចំពិធីទទួលគាត់យ៉ាងរីករាយមនុស្សគ្រប់គ្នាសប្បាយចិត្តប៉ុន្តែហ្វូស្កូគាត់បានចាកចេញទៅមាត់ឆ្នេរដើម្បីឈៀលម្នាក់ឯងនៅទីនោះស្តេឡាបានមកជួបគាត់ហើយសុំឲ្យគាត់ចំណាយពេលបន្តិចដើម្បីនិយាយគ្នាបន្ទាប់ពីត្រឡប់មកវិញហ្វូស្កូសង្កេតឃើញទឹកមុខចម្លែករបស់អាណានិងហ្វីណង់ដាប៉ុន្តែគាត់មិនសួរអ្វីឡើយហើយបន្តអបអរជាមួយគ្រួសារនៅយប់នោះអាណានិងលីវីយ៉ូបានជួយយកហ្វូស្កូដែលស្វឹងខ្លាំងទៅដាក់លើគ្រែហើយយប់នោះគឺជាពេលវេលាដ៏សំខាន់សម្រាប់ឪពុកនិងកូនហ្វូស្កូបានបើកចិត្តជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំគាត់បានប្រាប់លីវីយ៉ូថាគាត់ស្រឡាញ់កូនខ្លាំងណាស់ថែមទាំងស្នើឲ្យលីវីយ៉ូមកជួយរកស៊ីរបស់គ្រួសារហើយសន្យាថានឹងទិញឡានដឹកទំនិញថ្មីមួយឲ្យគេពាក្យទាំងនេះធ្វើឲ្យលីវីយ៉ូមានអារម្មណ៍ថាទីបំផុតគេបានទទួលការយកចិត្តទុកដាក់អំពីឪពុករបស់ខ្លួនក្រោយមកលីវីយ៉ូបានសុំអាណាឲ្យមើលថែឪពុកហើយប្រាប់ថាគេសម្រេចចិត្តចូលបម្រើកងទ័ពមុនពេលលីវីយ៉ូចាកចេញអាណាមិនអាចទ្រាំបាននឹងកំហុសរបស់ខ្លួនទៀតទេនាងសម្រេចចិត្តប្រាប់ហ្វូស្កូអំពីការក្បត់របស់នាងនិងលីវីយ៉ូអាណាគិតថាហ្វូស្កូនឹងខឹងនិងបំផ្លាញគ្រួសារទាំងមូលប៉ុន្តែអ្វីដែលកាត់ឡើងបែរជាខុសពីការរំពឹងទុកហ្វូស្កូនៅតែស្ងប់ស្ងាត់ហើយមិនបញ្ចេញកំហឹងភ្លាមឡើយផ្ទុយទៅវិញគាត់នៅតែទៅចិត្តអាណានិងព្យាយាមដោះស្រាយអារម្មណ៍របស់ខ្លួនដោយស្ងប់ស្ងាត់បន្ទាប់ពីរឿងទាំងអស់នេះកន្លងផុតទៅជាច្រើនខែលីវីយ៉ូបានត្រឡប់អំពីការបម្រើទ័ពប៉ុន្តែពេលនេះគេមិនបានត្រឡប់មកម្នាក់ឯងទេគេបាននាំគូដណ្ដឹងថ្មីរបស់គេឈ្មោះអង្គតេឡាមកជាមួយគ្រួសារទាំងមូលបានអង្គុយជុំគ្នានៅតុធំដើម្បីអបអរការត្រឡប់មកវិញនៅខាងក្រៅអ្វីៗមើលទៅដូចជាគ្រួសារមួយដែលមានសុភមង្គលប៉ុន្តែវាមិនមែនជាការពិតនៅពេលដែលមនុស្សគ្រប់គ្នាកំពុងញញឹមអាណានិងលីវីយ៉ូបានលួចមើលមុខគ្នាដោយទឹកមុខដែលបង្ហាញថាអារម្មណ៍ចាស់ៗពួកគេនៅតែមិនទាន់បាត់បង់ហ្វូស្កូសង្កេតឃើញការមើលឃើញគ្នារបស់ពួកគេទាំងពីរទឹកមុខដែលកំពុងញញឹមរបស់គាត់បន្តិចម្ដងបានប្រែទៅជាខ្មៅងងឹតដែលបង្ហាញពីកំហឹងគាត់កំពុងលាក់ក្នុងចិត្តបន្ទាប់មកគ្រួសារទាំងមូលបានចូលរៀបចំថតរូបជាមួយគ្នាគ្រប់គ្នាញញឹមសម្រាប់រូបថតប៉ុន្តែស្នាមញញឹមពួកគេពោពេញដោយភាពតានតឹងនិងអាថ៌កំបាំងម្នាក់ៗសុទ្ធតែមានរឿងលាក់ក្នុងចិត្តហ្វូស្កូមានអាថ៌កំបាំងអំពីអំពើខុសច្បាប់របស់ខ្លួនអាណាមានកំហុសពីការក្បត់ប្តីលីវីយ៉ូមានអារម្មណ៍មិនគួរកាត់ឡើងចំពោះប្រពន្ធរបស់ឪពុកហើយហ្វីណង់ដាគឺជាមនុស្សម្នាក់ដែលដឹងការពិតប៉ុន្តែត្រូវជ្រើសរើសរក្សាវាទុកដើម្បីការពារគ្រួសារហើយនេះគឺជាចុងបញ្ចប់នៃរឿង The Second Wife